Ok, số đây vốn là dương châu tàu mấy riêng bao dương tàu tiết nơi trong chúng nó nhất cứ dương châu tàu account chia sẻ bà cứ nốt thu bà chẳng nốt thu này cứ chỉ thu sầm rạp cầm nọt bà này tha dương cầm nọt cầm nam từ lượt tiền càng nghe là bao dương đi muối này bà khen chẳng dương châu mà đo không pha bao dương bà Photoshop CSS bao dương máu hai dương cho từ lượt phá dương châu thì giờ rụt hiệp mùi này bạn chắc là bây giờ dương châu mà giờ rụt hiệp ấy cứ dương châu từ đó sẵn là ca nghĩa bạn châu thì giờ sẵn là ca nghĩa để dương trong bàn ok chắc nhóm cho bài về mùi mất bạn chắc dương giờ rụt hiệp mùi ná vô một đại ok chắc là tôi họ thà nhóm giờ rụt hiệp mùi ní bạn giờ một đại máu hơi và tổng tiết nhóm click giờ việt thảo open bạn chân cái dương bàn rụt hiệp mũi bạn chân cái dương châu từ đó nốt tool bỏ dương máu chân nhầm click là lơ trongចំណុចនេះហើយយើងឈើនៅលើ node tool បាទអញ្ចឹងនៅពេលដែលយើងឈើនៅលើ node tool ហើយគឺយើងត្រូវចំណាំណាបាទយើងត្រូវចំណាំតើថាយើងមានសន្លឹកការងារច្រើនបាទមានការងារដែលយើងត្រូវធ្វើច្រើនអញ្ចឹងសួរថាតើយើងត្រូវកែច្នៃឬក៏ edit យ៉ាងណាយ៉ាងណីខ្លះគឺយើងត្រូវការប្រើប្រាស់ node tool ហ្នឹងហើយលុះថារូបភាពមួយនេះគេឲ្យយើង remove ណាបាទន័យថា remove ផ្ទៃមេឃនេះបាទអញ្ចឹងយើងគ្រាន់តែចុចនៅលើកន្លែងហ្នឹងផ្ទៃមេឃហ្នឹងទៅវា load កន្លែងនេះឲ្យយើងតែម្ដងនេះ load node នេះឲ្យយើងកន្លែងនេះអញ្ចឹងកន្លែងនេះគឺយើងអាចសរសេរបានឥឡូវវាថាយើងដាក់ remove this បាទ remove this បាទឬក៏យើងអាចសរសេរថា remove sky អញ្ចឹងទៅណាបាទជាវាកាលណាករណីយើងដាក់ remove this យើងអត់ដឹងថា remove អីទេណាបាទយើងអត់ដឹងថា remove អីទេអញ្ចឹងនៅពេលដែលយើងចុចចូលទៅលើក្រោយគឺយើងក៏អត់បានដឹងដែរណាបាទអូខេអញ្ចឹងនៅពេលដែលយើងកំណត់វាហើយគឺយើងអាចចុចបិទវាអាចខ្វែងវាចោលក៏បានដែរណាបាទអញ្ចឹងនៅពេលដែលយើងចង់សម្លឹងទៅមើលវាលើក្រោយយើងគ្រាន់តែចុចទៅលើ node tool ផងយើងនឹងមកបាទបប click លើវាមកគឺវា load អានេះឲ្យយើងឃើញទេបាទមួយទៀតបន្តថានៅកន្លែងនេះគេឲ្យ edit color បាទបានន័យថាផ្លាស់ប្ដូរពណ៌វា remove វាដាក់ទៅជាផ្ទៃទន្លេធម្មតាបានន័យថាអត់មានឆ្លោះអានេះណាបាទអញ្ចឹងយើងគ្រាន់តែ click ទៅលើវាមកបាទហើយបន្តទៀតយើងដាក់ពាក្យថា change បាទ change to river អញ្ចឹងទៅអូខេអញ្ចឹងយើងដាក់ប៉ុណ្្នឹងមកណាបាទអញ្ចឹងនេះគឺជាការប្រើប្រាស់ node tool ហើយបន្តទៀតយើង save វាទុកទៅណាបាទអញ្ចឹងនៅពេលដែលយើង save វាទុកហើយលើក្រោយយើងមកបើកវាគឺយើងអត់ចាំបាច់ពិបាកនៅក្នុងការចំណាំព្រោះពេលខ្លះការងាររបស់យើងគឺមានច្រើនតើណានៅកន្លែងនេះនៅកន្លែងនេះគឺយើង add sky បន្ថែមបាទបានន័យថាយើងដាក់បន្ថែមអញ្ចឹងកន្លែងនេះយើងដាក់ពាក្យថា add មក add the skyបាទ add the sky មកណាបាទអូខេអញ្ចឹងយើងដាក់ប៉ុណ្្នឹងមកអញ្ចឹង node tool គឺអត់មានអីច្រើនទេបងប្អូនណាគឺមានតែប៉ុណ្្នឹងទេហើយជាទូទៅគេអត់សូវប្រើប្រាស់ប្រហែលទេប៉ុន្តែវាក៏មានភាពងាយស្រួលនៅក្នុងការជួយយើងនៅក្នុងការធ្វើការងារអ្វីមួយនៅពេលដែលយើងធ្វើការងារមិនទាន់ហើយអីចឹងណាបាទអញ្ចឹងយើងធ្វើការងារអត់ទាន់ហើយឬក៏មាននរណាម្នាក់គាត់មកជួយប្រាប់យើងឲ្យកាត់នេះកាត់នោះចេញណាអញ្ចឹងយើងអត់សូវចំណាំមកនេះអញ្ចឹងយើងត្រូវការប្រើប្រាស់ node tool គឺជាសម្គាល់តែម្ដងណាបាទអូខេអញ្ចឹងមេរៀនរបស់យើងគឺចប់ប៉ុណ្ណឹងគឺ node tool បាទសូមអរគុណ